ធនយើងលេងទទួលការសងសឹកពីកីឡាករពេជ្របុណ្យសិទ្ធបន្ទាប់ពីខានជួបគ្នារយៈពេល3ឆ្នាំក្នុងជំនួបដ៏កក្រើកមួយនៅចុងខែនេះបងប្អូនប្រិមិត្តប្រហែលជាបានដឹងហើយតាក់ទងជាមួយនឹងការត្រៀមប៉ះគ្នារវាងកីឡាករធនយើងលេងបាទជាមួយនឹងកីឡាករពេជ្របុណ្យសិទ្ធបងប្អូនខ្លះក៏គិតថាកីឡាករធនអ៊ីងឡេមិនមានអីផែមួយផែជាមួយនឹងកីឡាករពេជ្របុណ្យសិទ្ធទេប៉ុន្តែបើសិនជាយើងមើលពីប្រវត្តិធ្លាប់ជួបគ្នាកន្លងមក3ដងបាទតាមការលើកឡើងរបស់កីឡាករធនអ៊ីងឡេគាត់ថាគាត់មិនទ្រាំធ្លាប់ចាញ់កីឡាករពេជ្របុណ្យសិទ្ធម្ដងណាឡើយបាទក្នុងនោះមានគប់ប្រកួត3ទឹក3ទឹក5ទឹកបាទឈ្នះចាញ់ដោយប្រផិតប្រផើយប៉ុន្តែគាត់អត់ដែលចាញ់កីឡាករពេជ្របុណ្យសិទ្ធទេបងប្អូនបាទអញ្ចឹងនេះគឺជាចំណុចវិជ្ជមានបាទចំពោះកីឡាករធនអ៊ីងឡេប៉ុន្តែពេលបច្ចុប្បន្នបាទងាកមកចាប់អារម្មណ៍ពេលបច្ចុប្បន្ននេះបងប្អូនយល់ថាតើកីឡាករធនអ៊ីងឡេបាទអាចនឹងមានកម្រិតសមត្ថភាពប៉ះជាមួយនឹងកីឡាករពេជ្របុណ្យសិទ្ធដែរឬទេបងប្អូនបាទដោយហេតុថាបច្ចុប្បន្ននេះប្រជាប្រិយភាពមែនតែនទៅបើយើងគិតពីប្រជាប្រិយភាពពេជ្របុណ្យសិទ្ធជាមួយនឹងកីឡាករធនអ៊ីងឡេបាទយើងឃើញថាធនអ៊ីងឡេរៀងក្រោមបាទរៀងស្ទើរជាងកីឡាករពេជ្របុណ្យសិទ្ធបន្តិចបងប្អូនបាទហើយបងប្អូនយល់យ៉ាងណាដែរបាទគិតថាស្ទើរជាងឬក៏ធនអ៊ីងឡេលើកីឡាករពេជ្របុណ្យសិទ្ធបាទចំពោះខ្ញុំគិតថាធនអ៊ីងឡេរៀងស្ទើរជាងកីឡាករពេជ្របុណ្យសិទ្ធប៉ុន្តែយ៉ាងណាមិញពួកគាត់សិតតែជាប្រភេទកីឡាករជើងចាស់ដូចគ្នាបាទបើទោះបីជាមិនចាស់ខ្លាំងប៉ុន្តែគាត់ក៏អាចថាប្រហាក់ប្រហែលគ្នាបាទក្នុងចំណោមប្រភេទកីឡាករក្នុងប្រភេទគីឡូរបស់ពួកគាត់ងាកមកចាប់អារម្មណ៍បាទក្នុងជំនួបបាទធនការប៉ះគ្នារវាងធនអ៊ីងឡេជាមួយនឹងកីឡាករពេជ្របុណ្យសិទ្ធនេះមែនតែនទៅបាទធនអ៊ីងឡេគាត់មកជំនួសកីឡាករធនផានិតទេបាទតាមពិតទៅការរៀបចំគ្រោងទុកនោះគឺកីឡាករធនផានិតត្រូវប៉ះជាមួយនឹងកីឡាករពេជ្របុណ្យសិទ្ធប៉ុន្តែដោយសារតែកីឡាករធនផានិតគាត់មានបញ្ហាសុខភាពបាទមិនអាចចូលរួមប្រកួតបានក៏បានលោកគ្រូធនសុភាបាទលើកឲ្យកីឡាករបាទធនអ៊ីងឡេមកជំនួសវិញបាទមកជំនួសវិញបាទហើយសម្រាប់កីឡាករធនអ៊ីងឡេពីមុនមកគាត់វាយបាទនិយាយទៅគាត់វាយគីឡូ54ទេបងប្អូនប៉ុន្តែឥឡូវនេះគាត់វាយមកគីឡូ57បាទចឹងមានន័យថាគាត់ឡើងគីឡូមកវាយគីឡូ57ធនអ៊ីងឡេបាទគាត់មើលទៅកាយសម្បទាគាត់រៀងស្ទើរជាងកីឡាករពេជ្របុណ្យសិទ្ធបន្តិចបាទហើយគីឡូគាត់រៀងស្ទើរដែរប៉ុន្តែសម្រាប់ការតាំងចិត្តរបស់កីឡាករធនអ៊ីងឡេគាត់ថាមិនជាថ្មីទេសម្រាប់កីឡាគីឡូដោយសារតែគីឡូគាត់អាចធ្វើឡើងគាត់អាចធ្វើចុះបានបាទអត់អីទេមិនជាបញ្ហាទេចំពោះគាត់ហើយគាត់ធ្លាប់ឈ្នះ3ដងហើយការប្រកួតលើកនេះគាត់ក៏ចង់ឈ្នះកីឡាករពេជ្របុណ្យសិទ្ធក៏ចង់ឈ្នះដូចគ្នាបាទអញ្ចឹងមានតែខិតខំដូចគ្នាហើយអ្វីដែលសំខាន់គាត់ថាការប្រកួតនេះគឺលេងធំបាទអញ្ចឹងមិនងាយបានលេងធំទេអញ្ចឹងគាត់នឹងប្រឹងឲ្យអស់ពីសមត្ថភាពដែលគាត់មានបាទដែលគាត់វឹកហាត់កន្លងមកគាត់នឹងខំប្រឹងប្រែងវឹកហាត់និងបញ្ចេញសមត្ថភាពធ្វើឲ្យបានល្អព្រោះគឺជាការសងគុណគ្រូផងហេតុអីបានថាការសងគុណគ្រូដោយសារការប្រកួតនេះគឺការប្រកួត Three Kingdom បាទលក្ខណៈថាគ្រូបានឡានសិស្សបានលុយបងប្អូនបាទអញ្ចឹងបើសិនជាការប្រកួតនេះពួកគាត់ផ្ដួលដៃគូឲ្យប្រកួតឲ្យសន្លប់នៅទឹកណាមួយបាទទឹកខ្លះបានច្រើនទឹកខ្លះបានតិចវាអាស្រ័យលើបាទការប្រកួតជាក់ស្ដែងបាទប៉ុន្តែបាទបើសិនជាការប្រកួតខ្ញុំមើលទៅអត់ក្រោមលានទេបងប្អូនសិតលានបងប្អូនអញ្ចឹងសិតតែអែមបងប្អូនហើយអញ្ចឹងចុងក្រោយមានអីទេបាទមានតែជូនពរឲ្យកីឡាករទាំងអស់បាទនៅក្នុងការប្រកួតក្នុងជំនួបដ៏អស្ចារ្យមួយនោះគឺប្រកួតអស់ពីសមត្ថភាពដូចគ្នាបាទប្រកួតអស់ពីសមត្ថភាពដូចគ្នាព្រោះជាព្រឹត្តិការណ៍ដែលកម្រនឹងកើតមានណាបាទសម្រាប់គុណខ្មែរយើងបាទសឹងថាជាប្រវត្តិសាស្ត្រហើយមកដល់ពេលនេះចាប់តាំងពីមានគុណខ្មែរមកគឺមិនដែលមានការប្រកួតធំបែបនេះទេបាទការប្រកួតរៀបចំបែបគ្រូបានឡានសិស្សបានលុយអីនេះគឺថាកម្រណាបងប្អូនបាទមិនងាយទេបាទក្លឹបប៉ះក្លឹបបងប្អូនបាទមាន3ក្លឹបបាទក្នុងនោះមានក្លឹបគ្រូធនសុភា4រូបមានក្លឹបគ្រូពេជ្រសុផាន់4រូបមានក្លឹបគ្រូសេនមន្ថេន4រូបបាទអញ្ចឹងឲ្យតែសិស្ស
គ្រូមួយណាដែលឈ្នះបានច្រើនជាងគេគឺលទ្ធភាពនៃការបានឡានគឺបានទៅលើគ្រូហ្នឹងហើយបាទហើយសិស្សបានលុយក៏លុយសំណំដែរបងប្អូនបាទអញ្ចឹងបងប្អូនយល់យ៉ាងណាដែរងាកមកចាប់អារម្មណ៍រឿងធនអៀងលេងជាមួយនឹងកីឡាករពេជ្រប៊ុនសិតវិញបាទតើយ៉ាងណាយ៉ាងណីបងប្អូនបាទហើយការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃបាទនៅចុងខែ5នេះហើយបងប្អូនបាទអញ្ចឹងចាំអត់ទាំងអស់គ្នានៅក្នុងកម្មវិធីគ្រុឌគុណខ្មែរបងប្អូនវីដេអូនេះបញ្ចប់តែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលា